រដ្ឋាភិបាលជប៉ុនសូមសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងនិងអំពាវនាវឲ្យកម្ពុជានិងថៃបញ្ឈប់ការប៉ះទង្គិចយោធានិងវិលរកការចរចាវិញជាបន្ទាន់ដើម្បីសន្តិភាពក្នុងតំបន់ខ្ញុំត្រូវការទុនបន្ថែមខ្ញុំចង់រៀបចំក្រៅឲ្យល្អជាងនេះខ្ញុំចង់ថែមស្រះមួយទៀតព្រោះមិនអាចពង្រីកអាជីវកម្មខ្ញុំបានតើអ្នកកំពុងត្រូវការដើមទុនពង្រីកអាជីវកម្មមែនទេឥឡូវនេះធនាគារអភិវឌ្ឍជនបទនិងកសិកម្មផ្ដល់ជូនឥណទានគាំទ្រសិប្បកម្មសហគ្រាសធុនតូចនិងមធ្យមធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសជប៉ុនស្ដីពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្ដីពីស្ថានភាពព្រំដែនរវាងកម្ពុជានិងថៃបានបញ្ជាក់ថា 1. រដ្ឋាភិបាលជប៉ុនសូមសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនៃការប៉ះទង្គិចយោធារវាងប្រទេសកម្ពុជានិងថៃបានកើនឡើងម្ដងទៀតចាប់តាំងពីខែធ្នូមកដែលបណ្ដាឲ្យមានអ្នកស្លាប់និងរបួសក្នុងនោះមានជនស៊ីវិលជនភៀសសឹកជាច្រើនរួមទាំងខូចខាតលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសទាំងពីរ 2. ក្នុងស្ថានភាពនេះកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានធ្វើឡើងនៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីនៅថ្ងៃទី22ខែធ្នូហើយសេចក្តីថ្លែងការណ៍ប្រកាសរបស់ប្រធានអាស៊ានត្រូវបានចេញផ្សាយដោយជំរុញឲ្យប្រទេសទាំងពីរចាត់វិធានការជាបន្ទាន់ដើម្បីបញ្ឈប់អំពើអរិភាពនិងវិលត្រឡប់ទៅរកការសន្ទនាឡើងវិញប្រទេសជប៉ុនសូមសម្ដែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាននិងស្វាគមន៍ចំពោះជំហរវិជ្ជមានឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងជប៉ុនក៏សម្ដែងនូវការគោរពយ៉ាងជ្រាលជ្រៅសារជាថ្មីម្ដងទៀតចំពោះសហរដ្ឋអាមេរិកដែលបានខិតខំប្រឹងប្រែងដើម្បីសម្រេចនូវសន្តិភាពក្នុងនោះមានកិច្ចព្រមព្រៀងបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមនៅទីក្រុងកូឡាឡាំពួរ 3. រដ្ឋាភិបាលជប៉ុនតែងតែអំពាវនាវប្រទេសកម្ពុជានិងថៃនៅកម្រិតផ្សេងៗឲ្យមានភាពអត់ធ្មត់ជាអតិបរមានិងដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនាហើយប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឲ្យស្ថានភាពកាន់តែតានតឹងឡើងជប៉ុនមានបំណងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការកាត់បន្ថយភាពតានតឹងដោយសហការជាមួយប្រទេសពាក់ព័ន្ធនានារួមទាំងសហរដ្ឋអាមេរិកនិងបណ្ដាប្រទេសអាស៊ាន។